តាក់ទងនឹងរឿងម្ចាស់ហាងលក់ទូរស័ព្ទអនឡាញមួយកន្លែងសុំទោសក្រោយជេរប្រមាថអតិថិជនដែលជាកងទ័ពតែពលរដ្ឋនៅតែមិនអស់ចិត្តខ្ញុំខ្ញុំសរសើរម្ចាស់ហាងទូរស័ព្ទដៃនេះដែលទីបំផុតគាត់សុខចិត្តលើកដៃសំពះសុំទោសទាហានយើងនៅទិសប្រាសាទតាមាន់ធំដែលទិញទូរស័ព្ទ Oppo គាត់បោះចិនមួយគ្រឿងតម្លៃដូចជា$100មិនដឹងទេប៉ុន្តែយកទៅប្រើអត់បានទិញអនឡាញនោះណាហើយផ្ញើទៅឲ្យគាត់វិញដើម្បីសុំឲ្យសម្របសម្រួលអីអញ្ចឹងទៅក៏ប៉ុន្តែគាត់មួងឲ្យក្តៅកាហាយមិនជេរបតិចផ្ដាសាដល់ទាហានរូបនេះទាំងម្ដាយកាយឪពុកមើលងាយព្រោះអីទាហាននៅជួរមុខរូបនេះគាត់ប្រាប់ថាគាត់ខំធ្វើទាហានការពារអ្នកទាំងអស់គ្នាហេតុអីក៏មិនជួយការពារអាភាពអយុត្តិធម៌នៃទូរស័ព្ទដែលទិញយកទៅប្រើអត់បានហ្នឹងហើយយកមកឲ្យអត់ព្រមដោះស្រាយឲ្យគាត់អីអញ្ចឹងស្ត្រីហ្នឹងជេរបចោលគាត់ថាអ្នកណាប្រើអីណាបើមិនចង់ទៅការពារទាហានអីមិនការពារស្អីទៅធ្វើស្អីក៏បានដែរគ្មានអ្នកណាប្រើអ្នកណាស្អីស្អីចឹងទៅវាវែងឆ្ងាយទៀតតែបងប្អូនរឿងហ្នឹងចាខ្ញុំកោតសរសើរស្ត្រីរូបនេះដែលហ៊ានចេញសុំទោសឲ្យខ្លីខ្លឹមសុំទោសកំហុសឆ្គងនេះមិនគួរណាកើតមានហើយលែងឲ្យមានកើតមានអត់មានប៉ុន្តែខ្ញុំសូមសរសើរគាត់តែខ្ញុំនឹងបញ្យល់ថាហេតុអីបានប្រជាពលរដ្ឋនៅតែមិនអស់ចិត្តស្ត្រីរូបនេះឈ្មោះចិន្តាសវណ្ណីចិន្តាសវណ្ណរីគាត់ជាម្ចាស់ហាង Mr. 8 Gaming gaming បើគឺជាម្ចាស់ហាងលក់ទូរស័ព្ទដៃអនឡាញដែលមែនតែនទៅគាត់មិនមែនមានហាងតែមួយទេគាត់មានហាងច្រើនកន្លែងដែរហើយសារនេះគឺគាត់បង្ហាញមកនេះប្រហែលមកពីដោយសារតែទាហាននៅជួរមុខដែលឬគាត់ជេរនៅក្នុងសារជាសម្លេងហ្នឹងគាត់យកមកចាក់ផ្សាយជាសាធារណៈព្រោះគាត់ចង់ឲ្យឃើញអំពីម្ចាស់ហាងរឿងអត់តាក់ទងនឹងទាហានទេក៏ប៉ុន្តែឥឡូវនេះទាហានជួរមុខនេះគាត់ចាប់ផ្ដើមធ្វើខ្លួនជាជនរងគ្រោះក្នុងនាមជាទាហានជួរមុខដើម្បីដាក់ឥទ្ធិពលឲ្យម្ចាស់ហាងនេះដោះស្រាយបញ្ហាទីបំផុតគឺគាត់អត់អាចជៀសផុតពីការសុំទោសហើយនឹងដោះស្រាយបញ្ហាឥឡូវហ្នឹងឮសូរតែជូនទូរស័ព្ទនឹងមួយគ្រឿងអត់យកលុយហើយថែមលុយដូចជា20,000រៀល200,000រៀលហ្នឹងប្រហែលជា$50អីណាទៅទៀតអានេះបើតាមដែលឃើញនៅក្នុងបណ្ដាញសង្គមហ្នឹងវាជាចេតនាល្អហើយដឹងកំហុសជួសជុលទៅកុំល្អិលចាប់ដូចទងដូចលោកហងជួននរុនព្រោះធម្មតាមនុស្សយើងវាតែមានការខុសឆ្លោះឆ្លួយអីសុំទោសហើយបន្តប៉ុន្តែកុំប៉ុន្តែណាគឺទៅហើយចប់ប៉ុណ្ណឹងបានហើយទុកឲ្យប្រជាពលរដ្ឋគេវិនិច្ឆ័យអីទៀតទៅគឺសុំទោសប៉ុណ្ណឹងបានអត់បកស្រាយវែងឆ្ងាយអីទៀតទេតែអាសាជេរហ្នឹងគាត់ជេរមុតមែនតើខ្ញុំមិននឹកស្មានថាខ្មែរយើងអសិលធម៌អគុណធម៌ស្ទើរតែគ្រប់គ្នាសូម្បីតែម្ចាស់ហាងរកស៊ីបងប្អូនសាក់សម័យទៅមើលគាត់អ្នករកស៊ីគាត់លក់ដូររបស់ហើយអតិថិជនមានបញ្ហាគាត់ជេរបចោលគេឡើងថាមុតស្រួចមែនតើចោះយើងសាកគិតមើលតើម្ចាស់ហាងដតីទៀតឬក៏អ្នកដតីទៀតតើហេតុអីបានជាខ្មែរយើងធ្លាក់សិលធម៌ទាបដល់ថ្នាក់នេះបងប្អូនយើងសាកគិតមើលដោយសារតែអំពើពៀលាបាត់ផ្សារជេរបចោលគេជាទូទៅហើយហ្នឹងដូចហូបបាយហើយហ្នឹង MMO របស់គណៈបកប្រជាជនបកគលបាត់ផ្សារប៉ោឡាយផឹកស្រាជេរអ្នកនេះជេរអ្នកនោះដូចស្រាតសពុតចឹងគឺជារឿងធម្មតាអត់ដែលមាននរណាចាត់ការអត់មានដែលនរណាបងប្អូនដែលស្ដាប់នឹងមិនដែលទាំង blog មិនដែលទាំង report មិនដែលរាយការណ៍ឲ្យបានច្រើនទេយើងនៅតែ share យើងនៅតែស្ដាប់យើងនៅតែឲ្យបកគលអស់នេះប្រព្រឹត្តអញ្ចឹងបានណាអញ្ចឹងហើយបានរឿងនេះមិនមែនតែករណីតែចិន្តាសវណ្ណរីនឹងទេនេះគ្រាន់តែជាទឹកមួយដំណក់នៅក្នុងមហាសាគរនៃវប្បធម៌ដ៏ស្មោកគ្រោកដ៏កក្រិចរបស់កម្ពុជានឹងវាធ្លាក់ចុះដល់កម្រិត0ហើយដែលខ្ញុំនិយាយហ្នឹងគឺវា0ដោយសារអីចបៃត្រតាមគ្នាទៅលែងស្គាល់សិលធម៌លែងស្គាល់សុជីវធម៌លែងស្គាល់អីអស់ហើយព្រោះស្ដាប់បើកមកជួនកាលចាស់អស់សក់ពីក្បាលអីកន្លែងណាមកហ្នឹងគឺថាសឹងតែចូលអាយុ78ហើយហ្នឹងក៏អត់មានដែលមកអប់រំណែនាំមនុស្សឲ្យនិយាយអំពីសិលធម៌គុណធម៌ជេរបចោអាភិសបាត់ផ្សារពេញបណ្ដាញសង្គមទាំងចាស់ទាំងក្មេងទាំងអស់នេះឯងហើយថាយើងថារៀសក៏រៀសទៅបើមន្ត្រីខ្មែរវិញលោកហ៊ុនសែនវិញបើកមាត់វិញមឹងហែងជេរពាក្យនឹងស្អីក៏មានដែររាប់ឆ្នាំហើយ40ឆ្នាំហើយអត់ដែលនេះទេអត់ដែលបាត់មកពាក្យទេដល់អញ្ចឹងទៅវាធ្វើឲ្យសង្គមយើងវាវល់អញ្ចឹងករណីនេះគឺគ្រាន់តែជាទឹកមួយដំណក់នៅក្នុងមហាសាគរដ៏ធំធេងនៃបញ្ហាសង្គមដ៏ចាក់ស្រេះរបស់ខ្មែរយើងទេអញ្ចឹងដើម្បីដោះស្រាយបញ្ហានេះខ្ញុំកោតសរសើរដដែលថាចិន្តាសវណ្ណរីដែលម្ចាស់ហាងហ្នឹងគាត់មានភាពក្លាហានគ្រប់គ្រាន់ក៏ប៉ុន្តែភាពក្លាហានរបស់គាត់នេះណាក៏ដោយសាររងសម្ពាធដោយសាររឿងនេះរឿងយកតាហ៊ានមកបាំងបងប្អូនត្រូវដឹងថាម៉ោងនេះអ្នកណាម្នាក់ក៏វិរៈកងទ័ពដែរវិរៈកងទ័ពយើងហ្នឹងគឺយើងទៅមើលអ្នកខ្លះអត់ថ្មិញទេបងប្អូនណាអត់មានថ្មិញហូបបាយទេសុទ្ធតែសរសើរវិរៈកងទ័ពអត់យកចិត្តទុកដាក់គាត់ទេគឺសរសើរឲ្យស្លាប់ហ្មងដល់ពេលអញ្ចឹងវិរៈកងទ័ពយើងក៏បានឱកាសហ្នឹងគឺយកអាខោអាវកងទ័ពយកសម្លៀកបំពាក់កងទ័ពការដែលទិញទូរស័ព្ទពីហាងនេះអត់មានតាក់ទងនឹងទាហានទេតែដោយសារគាត់ដឹងថាបើយកទាហានយកខោអាវគាត់មកហើយគេជេរគាត់ពីរឿងការពារនៅប្រាសាទតាមាន់ធំអីទាំងទៀតតែគេស្ដាប់ទៅប្រជាពលរដ្ឋនឹងស្រោចឲ្យនឹងរករឿងស្ត្រីអ្នកលក់ទូរស័ព្ទនេះហើយព្រោះអីគេកំពុងតែមានសមានចិត្តនឹងកងទ័ពយើងខ្លាំងណា
ឡោះហើយតាមពិតយើងសរសើរឲ្យវីរៈកងទ័ពរបស់យើងនឹងគាត់ក៏មានភាពសគុតសគុំសភាពរៀបសារគាត់ស្លូតបូតដែរមើលគាត់សារគាត់នឹងសុំគាត់ថាប៉ុណ្ណឹងហេតុអីជេរមរាយកាយឪពុកគាត់អីអញ្ចឹងគាត់ឲ្យដោះស្រាយទូរស័ព្ទដែលទិញប្រើមិនកើតអីអញ្ចឹងគាត់សមស្របប៉ុន្តែគាត់ក្រងសម្លៀកបំពាក់ជាយោធាយកមកនិយាយពេលដែលគាត់ទិញទូរស័ព្ទហ្នឹងក៏អត់ប្រហែលជាមិនប្រាប់នាងនោះថាគាត់ជាកងទ័ពអីទេគាត់ជាប្រជាពលរដ្ឋធម្មតាអញ្ចឹងណាតតែពេលមានរឿងគាត់បញ្ចេញថាគាត់ជាកងទ័ពអាហ្នឹងហើយដែលធ្វើឲ្យម្ចាស់ហាងនេះចង់មិនចង់គាត់អតិពលប្រជាពលរដ្ឋមកប្រទេសដែលគេកំពុងគ្រប់គ្រងកងទ័ពដល់ពេលឃើញកងទ័ពមានបញ្ហាការដែលទិញទូរស័ព្ទនេះវាជាអតិថិជននឹងម្ចាស់ហាងវាមិនមែនជារឿងវិស័យកងទ័ពជាមួយនឹងម្ចាស់ហាងទេគាត់ថាម្ចាស់ហាងជ្រុលនឹងជេរគាត់ដល់ពេលដឹងតែកងទ័ពហើយគាត់នៅតែមិនប្រដាក់មាត់ទៀតជេរទៀតមើងងាយទៀតថានរណាប្រើឲ្យទៅធ្វើទាហានហ្នឹងនរណាប្រើឲ្យទៅការពារព្រំដែនអីណាលាក់នឹងលាក់អីចឹងទៅវាវែងចឹងទេប៉ុន្តែម្ដងទៀតបងប្អូនរឿងនេះណាមិនមែនរឿងកងទ័ពទេគឺរឿងសិលធម៌ក៏ប៉ុន្តែចៃដន្យអីរឿងនេះម្ចាស់ហាងនេះគាត់អាចរងសម្ពាធផ្លូវចិត្តនិងសម្ពាធអីច្រើនដោយសារតែប៉ះកងទ័ពតែប៉ុណ្្នឹងឯងបើប៉ះប្រជាពលរដ្ឋដទៃនាងម្នាក់នេះប្រហែលជាគាត់ក៏គិតថាហើយណាហើយទៅទៀតព្រោះអីឮតាមបណ្ដាញសង្គមហ្នឹងថាគាត់ដូចជាប្រសាទចឹងដែរតែដល់មកប៉ះកងទ័ពទៅកាំងត្រឹមហ្នឹងទៅខ្ញុំថារឿងដែលសំខាន់បំផុតរបស់បងប្អូននេះជាមេរៀនបទពិសោធន៍រឿងហ្នឹងឮដដែលនាង Angela USA brand នោះទៅមាត់អត់កម្របនោះទៅអត់ទាន់បាត់ក្តៅឥឡូវមកចេញម្ចាស់ហាង Mr. 8 Gaming ឈ្មោះចន្ទាសវណ្ណរីអីណាទៀតតែតតងនឹងរឿងភាពអសិលធម៌អគុណធម៌យើងជាម្ចាស់ហាងចិត្តយើងឲ្យតែជាអតិថិជនគឺជាស្ដាច់គឺជាយើងអាចថាអតិថិជនយើងចាត់ទុកជាសម្រាមក៏ដោយចុះប៉ុន្តែនៅក្នុងខ្លឹមសារនៃការរកស៊ីអតិថិជនគឺជាស្ដាច់គឺយើងបំរើគេព្រោះយើងចង់បានលុយគេហើយយើងត្រូវតែ slot ត្រូវតែអោនលំទោនចាញ់ទៅសុកចិត្តចាញ់ទៅកុំទៅជេរបតិចប៉ាតណាបាត់ផ្សារអីចឹងទាំងអស់គ្នាខ្ញុំលើកទឹកចិត្តឲ្យទាំងអស់គ្នាមើលចរិតរបស់ចន្ទាសវណ្ណរីថាគាត់កែហ្នឹងហើយសង្ឃឹមថាគាត់កែរហូតទៅហើយមើលចឹងទៅកុំទៅប៉ាតណាប៉ោឡាយជេរបតិចគ្នាអីព្រោះសម័យបច្ចេកវិទ្យានេះគេរក្សាទុកអ្នកខ្លះគេមិនដែលឈឺក្បាលទេខ្ញុំជឿមានការជេរបតិចហ្នឹងច្រើនដងច្រើនគ្រានៅខ្វះអីអ្នកមកកណោតែគេអត់ឈឺក្បាលសំខាន់ប៉ះទាហានតែប៉ុណ្្នឹងទេដូច្នេះលើក្រោយហ្នឹងគាត់ប្រហែលជាអ្នកផ្សេងទៀតហ្នឹងនៅតែជេរចឹងគាត់ថាប្រយ័ត្នមើលខៃលោកប៉ះទាហានវាតែអញ្ចឹងទេរឿងបាច់បញ្ហាវានៅតែជាបញ្ហាទេបងប្អូនបាទឥឡូវបន្តទៅទៀតតកតងនឹងរឿងបកគោលភ្លើងសូឡាមួយដើមតម្លៃ$2000លើសទីផ្សារជាង10ដងឥឡូវក្រសួងមហាផ្ទៃចាត់ការក្រោយពេលពលរដ្ឋឡាំប៉ាអូអត់ផុតតើយើងនៅមានអីគេទៀតដែលនៅសេសសល់បងប្អូនតើខ្មែរយើងនៅសល់អីគេទៀតម៉ោងនេះថៃកំពុងតែសហការជាមួយអ៊ីស្រាអែលដើម្បីទិញអាដ្រូនទំនើបរបស់អ៊ីស្រាអែលយកមកហោះដើម្បីឆ្លប់យកការនៅព្រំដែនការពារអាដីថៃដែលលួចបានប្លន់បានពីខ្មែរមកនេះ76កន្លែងដីយើងបាត់ហើយឥឡូវគេយកដ្រូនមកការពារសហការជាមួយអ៊ីស្រាអែលដែលយោធាអ៊ីស្រាអែលគេមានបច្ចេកវិទ្យាទំនើបផ្នែកដ្រូនផ្នែកអីហោះ NASA ចិនជប៉ុនគេប្រហោះផ្កាយរណបប្រព័ន្ធផ្កាយរណបគេឡើងដល់ version ប្រមាណអស់ហើយគេឡើងដល់ឋានប្រច័ណ្ឌឋានប្រអិនអស់ហើយគេទៅហើយ AI គេយើងមកនាំគ្នាជាប់ផុងអូសអត់ទៅផុតរឿងបកគោលភ្លើងមកដើមតម្លៃ8លានរៀលឬក៏$2000អត់អូសផុតសោះបែកខ្ទិះ MMO ទៅ MMO ទៅអ្នកណានោះជេរបចោគ្នាអ្នកកាត់រូប AI ផងអីផងនិយាយមួយថ្ងៃហើយមួយថ្ងៃទៀតរឿងបកគោលភ្លើងនៅភូមិមួយនៅកំពង់ឆ្នាំងថាវាថ្លៃហួសហេតុពេកវាកាប់កេងវាមានការពុករលួយអីឡាក់នឹងឡាក់រហូតដល់ក្រសួងមហាផ្ទៃឃើញក៏ចុះទៅចេញសេចក្តីប្រកាសរបស់គាត់តើយើងនៅសល់អីទៀតបងប្អូនបកគោលភ្លើងមួយ8លានរៀលយើងជជែកគ្នាបាច់ខ្ទិះពេញបណ្ដាញសង្គមនេះបង្ហាញឲ្យឃើញអំពីអំពើពុករលួយនឹងវាចាក់ស្រេះពេញតែមកនិយាយទៅចូលដល់ចុងកាត់មាត់ញោកព្រោះអ្វីដែលកើតឡើងហ្នឹងគឺបងប្អូនដឹងកើតឡើងនៅណាទេនៅខេត្តណានៅខេត្តដែលមានគម្រោងហ្នឹងគម្រោងគេដេញថ្លៃបានហើយតាអូខេឥឡូវខ្ញុំអានព័ត៌មាននេះឲ្យបងប្អូនស្ដាប់វាសឹងថាមិនចង់យកមកផ្សាយប៉ុន្តែរឿងហ្នឹងវារកម្មចិត្តពេកអាបកគោលសូឡាដែលគេដាក់នៅស្រុកមួយគឺគេហៅថាឃុំទឹកហូតស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងល្បីហើយមេឃុំទឹកហូតហ្នឹងព្រោះកាលពេលគាត់ដាក់ឲ្យដេញថ្លៃចេះនៅក្នុងខែ5ខែឧសភាឆ្នាំ2025 26ហ្នឹងតែ8ខែហ្នឹង3ខែមុនហ្នឹងគេដាក់ឲ្យដេញថ្លៃធ្វើគម្រោងសាងសង់មួយគឺគេហៅកិច្ចសន្យាសាងសង់របស់ក្រុមប្រឹក្សាគុំសង្កាត់គេហ្នឹងគេដេញថ្លៃទៅមានក្រុមហ៊ុនច្រើនណាគេដាក់ដេញថ្លៃដូច6 7មិនដឹងទេគម្រោងហ្នឹងគឺមិនមែនសង់ដាក់តែបកគោលសូឡាហ្នឹងទេគឺគេធ្វើចាក់គ្រោះក្រហមចាក់អីធ្វើផ្លូវលំធ្វើអីផងហើយអ្នកផ្សេងទៀតគេដាក់សិតតែប្រមាណ100លានរៀលជាងអីចឹង100លានរៀលជាងហ្នឹងគឺប្រហែលជា
$20,000 ជាងបងប្អូនប៉ុន្តែមានក្រុមហ៊ុនមួយហ្នឹងគេដាក់ដេញថ្លៃតែ$66 លានទេ$66 លានជិត67លានហ្នឹងវាប្រហែលតែ$16,000ហ្នឹងកម្រងណាតែនៅក្នុង$16,000ហ្នឹងគេដាក់បកគោលសូឡា3ដើមនៅក្នុងបកគោលសូឡា3ដើមហ្នឹងគឺមួយដើមតម្លៃ8លានរៀលគឺស្មើនឹង$2,000 3ដើមហ្នឹងគឺ$6,000វាត្រូវជា24លានរៀលហើយអាបកគោលសូឡាដែលដាក់នៅក្នុងគម្រោងដែលគេដេញថ្លៃហើយព្រមឲ្យយកគម្រោងដែលធូរថ្លៃជាងគម្រោងដទៃហ្នឹងអាបកគោល3ដើមហ្នឹងបើមួយដើមមែនតើដែលក្នុងគម្រោងនេះដាក់$2,000អ្នកលក់សូឡាដែលគេដាក់ទៅស្អាតប្រហាក់ប្រហែលគ្នាមានអីហ្នឹងមួយដើមតែ$110ហ្នឹងហើយនេះដាក់ដល់$2,000អញ្ចឹងលើសអាទីផ្សារដល់ទៅជាង10ដងបានន័យថាបើទិញនៅទីផ្សារលុយ$2,000នេះទិញបានបកគោលជិត20បកគោលបើលុយនេះត្រូវទិញបកគោលបានដល់60បកគោលតែដល់ពេលគម្រោងទិញបានតែ3បកគោលវាអាចយកទៅសង់ណាយកអាថ្លៃតម្លើងថ្លៃអីហ្នឹងវាអាចថាបកគោលមួយអាច200-300ចុះបើ200-300ក៏នៅតែមិនដល់$2,000ប្រជាពលរដ្ឋឡូឡាឡាំប៉ាទៅបានក្រសួងមហាផ្ទៃគេចេញរបាយការណ៍ស្រាវជ្រាវគេមួយគេចុះទៅមើលចាំមើលគាត់ថាម៉េចរបាយការណ៍របស់ក្រសួងមហាផ្ទៃខ្ញុំអានឲ្យបងប្អូនស្ដាប់ជំទោសបងប្អូនច្រើនពេកក្រសួងមហាផ្ទៃគាត់សរសេររបាយការណ៍គាត់មួយគាត់ចេញថ្ងៃនេះសំទោសខ្ញុំ print មកហើយក៏ប៉ុន្តែរងមិនទាន់ទេខ្ញុំទៅយកពីរបស់ក្រសួងមហាផ្ទៃវិញពួកអីគាត់ផ្សាយនៅលើ Facebook ក្រសួងមហាផ្ទៃរបស់គាត់ដែរនេះគឺជាกระดาษផ្សាយគាត់ថាអញ្ចេះខ្ញុំជឿថានៅអានេះគឺគាត់ផ្សាយនៅ Facebook របស់លោកសសុខាដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី12នេះគឺ12សីហាបាទ12សីហាចាំមកផ្លែបងប្អូនខ្ញុំពរិយានេះធំតិចព្រោះកុំព្យូទ័រខ្ញុំឆ្ងាយពេកខ្ញុំមើលអត់ដល់ផ្នែកខ្ញុំនឹងក៏ដល់ដែរឥឡូវនេះគឺថាផ្នែក2នេះនៅតែផ្នែក4នៅតែមើលចង់ឃើញគាត់ទៅសេចេះសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលក្រសួងមហាផ្ទៃគឺនាយកដ្ឋានរដ្ឋបាលគាត់ទៅសេថាក្រសួងមហាផ្ទៃសូមជម្រាបជូនសាធារណជនថាថ្មីនេះមានការផ្សាយតាមបណ្ដាញសារព័ត៌មានពាក់ព័ន្ធភាពមិនប្រក្រតីនៃដំណើរការរៀបចំអនុវត្តគម្រោងមូលនិធិរដ្ឋបាលឃុំទឹកហូតស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងដែលបង្គោលនឹងអំពូលសូឡាមានតម្លៃរហូតដល់ទៅ8លានរៀលក្នុងមួយដើមឬក៏$2,000ដែលតម្លៃខ្ពស់ជាងទីផ្សារហួសហេតុពាក់ព័ន្ធនឹងករណីនេះកន្លងមកគាត់និយាយចេះពាក់ព័ន្ធនឹងករណីនេះកន្លងមកអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានចាត់មន្ត្រីជំនាញចុះពិនិត្យស៊ើបអង្កេតស្រាវជ្រាវរកឃើញមានភាពមិនប្រក្រតីនៃដំណើរការរៀបចំអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំចំនួន5មានទាំងនៅខេត្តកំពង់ឆ្នាំងនេះដែរក្នុងនោះក៏មានរដ្ឋបាលឃុំទឹកហូតនេះមួយដែរឃុំ5នៅស្រុកនៅខេត្តកំពង់ឆ្នាំងហ្នឹងមានអាឃុំទឹកផុសហ្នឹងគាត់ថារកឃើញយូរហើយកន្លងមកបែរលើមូលដ្ឋាននេះឥឡូវក្រសួងគេឲ្យចាត់ការចុះទៅស៊ើបអង្កេតដើម្បីដោះស្រាយហើយចុះទៅនឹងចុះពីអង្កលក្រសួងចុះទៅពីមុនដែលរកឃើញថាកន្លងមកហ្នឹងព្រោះអីអាកិច្ចព្រមព្រៀងដេញថ្លៃនេះទៅមិនឲ្យគម្រោងនេះថ្ងៃ8ខែឧសភាឆ្នាំ2026ហ្នឹងទៅ3ខែមុនហ្នឹងអញ្ចឹងបានន័យថាក្រសួងចុះទៅដឹងហើយតែអត់ព្រមចាត់ការទាល់តែប្រជាពលរដ្ឋចុះទៅមើលបកគោលហ្នឹងទៅឡាំប៉ាទៅបាននាំគ្នាចុះធ្វើទៅអីអញ្ចឹងទៅពិបាកដែរតែឥឡូវនេះខ្លាំងដែរប្រជាពលរដ្ឋខ្មែរយើងគាត់ប្រកែរឿងអាបណ្ដាញសង្គមហ្នឹងយកប្រព័ន្ធ Facebook ធ្វើជាតឡាការហើយចាំរដ្ឋាភិបាលចាំដោះស្រាយតប្រជាពលរដ្ឋស្រែកចេះងាប់ហើយតើបងលុយឲ្យមន្ត្រីរាជការធ្វើការហ្នឹងអស់លុយទៅអីឆ្ងល់ដែរទុកជួលឲ្យអ្នកផ្សាយ MMO នេះវិញយកទៅយកព័ត៌មានប្រហែលជាចំណេញលុយជាងហើយបានឲ្យពួកគាត់បានប្រាក់ខែបានអីកុំឲ្យគាត់ប្រសេកប្រសាយពេកផងមិនអញ្ចឹងណាបាទឥឡូវយើងតទៅទៀតទៅបងប្អូនឲ្យចប់ទៅអំពូលនឹងផលិតវាត្រឹមប៉ុណ្្នឹងសិនទៅបានណាតាមពិតអំពូលនឹងមែនតើមកបកគោលនឹងប្រហែលជា$110-120ទេគឺគេផ្សាយមកប៉ុន្តែគាត់ដាក់$2,000គាត់មើលអត់ឃើញអញ្ចឹងហើយអ្នកណាគេឲ្យគម្រោងនេះឲ្យដេញថ្លៃនោះអត់មើលទេគម្រោងសូឡាបកគោលមួយ$2,000ដាក់3បកគោល$6,000ហើយយើងទៅព្រមឲ្យដេញថ្លៃដែរបើទោះបីជាគេយកតម្លៃដេញថ្លៃថោកជាងគេមែនបកគោលប៉ុណ្ណឹងក៏នៅតែយកមិនដឹងទេបងប្អូននិយាយទៅដូចលិមួកចូលឈ្នៀងអញ្ចឹងបាទពលរដ្ឋភៀសសឹកខ្មែរជិត1400នាក់បានវិលត្រឡប់ទៅលំនៅឋានវិញក្រោយចប់របាយការណ៍លោក Thomas Andrews រឿងនេះខ្ញុំសប្បាយចិត្តទេបងប្អូនព្រោះអីកាលលោក Thomas Andrews មុនទៅស្រុកខ្មែរអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាមុនទៅស្រុកខ្មែរថ្ងៃ17ខែកក្កដាគាត់មុនទៅស្រុកខ្មែរគាត់ត្រូវទៅ2អាទិត្យពីមុនមក8ខែ7ខែហ្នឹងគឺមួយថ្ងៃ200 300 500 200 300 500វិលទៅស្រុកបានរហូតជូនទៅជនភៀសសឹកហ្នឹងនៅតែទៅមលុះទៅដល់ថ្ងៃ17 3ថ្ងៃមុនលោក Thomas Andrews ចូលទៅស្រុកខ្មែរឈប់ហ្មងគឺតែម្នាក់ក៏អត់ដែរមួយថ្ងៃក៏អត់ដែរគឺអត់មានអាចទៅបានទេគឺទាល់តែលោក Thomas Andrews ហ្នឹងទៅមើលអាជំរំជនភៀសសឹកខ្ញុំថាពេលលោក Thomas Andrews មកគួរតែទៅឲ្យបានច្រើនទេព្រោះគាត់ក្តៅអត់ទេគឺអត់បានទៅម្នាក់សោះ
ដូចជាមានចេតនាចង់ប្រាប់ថាទុកកុំឲ្យទៅណាបានទុកឲ្យលោក Thomas Andrews សរសេររបាយការណ៍ថាជនភៀសសឹកនៅគាំងស្ញែងហ្នឹងទៅណាអត់បានទេដោយសារថៃហាមគាត់មិនឲ្យចូលល្អហើយអញ្ចឹងលោក Thomas Andrews សរសេរអញ្ចឹងមែនថាជនភៀសសឹក21281នាក់នៅជាប់គាំងអត់បានទៅលំនៅឋានវិញទៅអស់ជាង600,000នាក់អីក៏ដោយតែនៅសល់ប៉ុណ្ណឹងរំលោភសិទ្ធិមនុស្សរំលោភអីអញ្ចឹងទូងអញភ្លុះស្គរសម្រាប់លើពិភពលោកថៃនឹងក៏តវ៉ាអញបកសាច់តើតែពេលលោក Thomas Andrews សេររបាយការណ៍គាត់ចាប់ថ្ងៃ31ខែសីហាកក្កដាចាប់ពីដើមខែសីហាមកទៅវិញបានទៀតចាំមើលខ្ញុំប្រាប់ខែសីហាថ្ងៃ8 540នាក់ភ្លាមមួយថ្ងៃទៅបាន540នាក់ខែសីហាថ្ងៃ9 312នាក់ខែសីហាថ្ងៃ10 55នាក់ខែសីហាថ្ងៃ11ម្សិលមិញ279នាក់ថ្ងៃ12នេះខែសីហាដែរនេះ181នាក់អញ្ចឹងសរុបទៅអ្នកដែលទៅផ្ទះវិញគ្រាន់តែចាប់របាយការណ៍លោក Thomas Andrews ដែលគាំងអត់ទៅបានម្នាក់សោះហ្នឹងគឺទៅបាន1000អ្នក1000ជិត1400 1367នាក់សំណួរសួរទៅចេះថាហេតុអីបានជាជនភៀសសឹកយើងអត់អាចទៅផ្ទះបានតើថៃពេលដែលលោក Thomas Andrews មកថៃគាត់អត់ឲ្យចូលហើយយើងទៅអត់បានសោះហើយស្រាប់ដល់ពេលឥឡូវលោក Andrews សរសេររបាយការណ៍ផុតស្រាប់តែថៃអនុញ្ញាតឲ្យចូលវិញទៅអាច1300នាក់ទៅវិញបានអានេះគឺជាសំណួរមិនដឹងមានចម្លើយទេគាត់ថាណាហើយខ្ញុំសប្បាយចិត្តដែលមានអ្នកដែលភៀសសឹកវិលទៅវិញបានជាបដាលើសល់តែ18914នាក់ទៀតទេបាទសូមបួងសួងឲ្យពួកគាត់បានវិលទៅលំនៅឋានបានគ្រប់គ្នាព្រោះអីគ្មានទីណាមានភាពសុខដុមរមនាជាងដីយើងផ្ទះយើងកន្លែងដែលយើងធ្លាប់រស់នៅទេបាទឥឡូវបន្តទៅទៀតបងប្អូនតកតងនឹងពលរដ្ឋខ្មែរក្នុងស្រុកត្អូញត្អែថាខ្មែរអាភ័ព្វណាស់សូម្បីតែស្ដាប់ព័ត៌មានមួងណារ៉េតក៏លួចស្ដាប់ដែរហើយ share អីហ្នឹងក៏អត់ហ៊ានដែរអូយក៏កំសត់ហ្មងម្លេះលោកឲ្យលោកខ្ញុំស្ដាប់ទៅចង់ស្រក់ទឹកភ្នែកយូរទៅដូចសម័យខ្មែរក្រហមលួចស្ដាប់មេគ្រូក្នុងមុងស្ដាប់វិទ្យុក្នុងមុងតែមិនអីទេបងប្អូនshare មិនបានស្អីមិនបានលួចស្ដាប់អីហ្នឹងក៏វាធ្វើម៉េចមកពីបងប្អូនខ្លាចការធ្វើឲ្យបងប្អូនបាក់ស្បាតអស់ព្រោះអីអ្នកទាំងអស់នោះចាត់ទុកថាវិទ្យុដែលនិយាយអំពីការពិតនៅក្នុងសង្គមគឺរដ្ឋាភិបាលគេមិនចូលចិត្តទេព្រោះគាត់តែនិយាយសារអីនៅលើ Facebook លោកនេះណាគាត់តែនិយាយយកពាក់ម៉ាស់ពាក់ឲ្យមន់អីណានោះចាប់គ្នាដាក់គុកអត់ប្រហែលឆ្នាំមកអញ្ចឹងនិយាយទៅដល់អញ្ចឹងគ្នាវាបាក់ស្បាតបងប្អូនហើយការដែលធ្វើឲ្យបាក់ស្បាតនេះគឺធ្វើឲ្យប្រទេសកម្ពុជានឹងជួបវិបត្តិធំទៅថ្ងៃអនាគតជាពិសេសគឺប្រជាពលរដ្ឋបាក់ស្បាតមិនអាចជួយកិច្ចការប្រទេសជាតិនេះបានទេចម្រើនទេខ្ញុំនឹងយកអត្ថបទមួយតាក់ទងបញ្ហាជំងឺចិត្តសាស្ត្រដែលធ្វើឲ្យប្រជាពលរដ្ឋក្រិនខួរក្បាលនៅក្នុងសង្គមខ្មែរនឹងយកមកនិយាយថ្ងៃណាមួយអំពីផលវិបាកនៃការធ្វើឲ្យប្រជាពលរដ្ឋបាក់ស្បាតទាំងកន្លែងធ្វើការទាំងក្នុងជួររដ្ឋាភិបាលទាំងក្នុងគ្រួសារដើម្បីពន្យល់ថាតើការដែលដឹកនាំរដ្ឋឬដឹកនាំគ្រួសារឬក៏សង្គមបែបនេះអ្វីជាមហន្តរាយហើយគួរកែយ៉ាងម៉េចនេះគឺខ្ញុំនឹងយកមកពន្យល់នៅពេលឆាប់ខាងមុខនេះបាទប៉ុន្តែខ្ញុំសូមស្លេះប៉ុណ្ណេះហើយបងប្អូនដែល share ស្អីអត្ថបទឬក៏វីដេអូមួងណារ៉េតអីដែលខ្លាចគេនេះហ្នឹងមិនអីទេស្ដាប់ស្ងាត់ខ្លួនឯងសិនទៅយកជាចំណេះដឹងកុំឲ្យគេធ្វើបាបខ្ញុំមិនទូមិនដេញអីបងប្អូនមិនคลิก like មិនคลิก share មិនคลิกអីហ្នឹងមិនអីទេខ្ញុំយល់បងប្អូននៅស្រុកក្រៅអត់អីបងប្អូននៅស្រុកខ្មែរគាត់ពិបាកហ្នឹងហើយសង្គមដែលមានសេរីភាពពេញទំហឹងដែលជាកោះសន្តិភាពកោះដែលមានសេរីភាពរបស់យើងនោះណាឥឡូវបន្តទៅទៀតបងប្អូនតាក់ទងនឹងសាលាធរឯនោះបដិសេធសំណើនៅក្រៅឃុំរបស់អ្នកសារព័ត៌មានពលរដ្ឋជាស្ត្រីម្នាក់របាយការណ៍នេះគឺបានមកពីអង្គការលីកាដូនៅមូលដ្ឋានទេដែលគាត់រាយការណ៍មកថានៅរសៀលថ្ងៃនេះគឺសាលាគឺសភាស៊ើបសួរសាលាធររាជធានីភ្នំពេញបានបដិសេធសំណើសុំនៅក្រៅឃុំរបស់កញ្ញាហ៊ឹមមុំបាទដែលត្រូវបានគេស្គាល់ថាឈ្មោះខែមស្រីមុំដែលជាអ្នកសារព័ត៌មានប្រជាពលរដ្ឋនិងជាអ្នកសកម្មក្នុងកិច្ចការងារសង្គមម្នាក់ដែរត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែឧសភាឆ្នាំ2026ហើយត្រូវបានសាលាដំបងរាជធានីភ្នំពេញចោទប្រកាន់ពីបទញុះញង់និងប្រមាថហើយការចោទប្រកាន់ទាំងនេះគឺធ្វើឡើងក្រោយពេលដែលកញ្ញារូបនេះបានបង្ហោះសារចែករំលែកនៅលើបណ្ដាញសង្គមពីជុំវិញបញ្ហាព្រំដែនកម្ពុជាថៃនិងបញ្ហាសង្គមឃើញយើងគ្រាន់តែចែករំលែកអញ្ចឹងដល់ពេលខ្ញុំនិយាយបញ្ហាសង្គមព្រំដែនថៃបងប្អូនបាក់ស្បាតអត់ហ៊ានចែកដែរព្រោះអីគេនៅនឹងគេចាប់ដាក់គុកអញ្ចឹងបំភ័យអញ្ចឹងស្រីមុំត្រូវបានគេស្គាល់ថាជាស្ត្រីមួយរូបដែលបានចូលរួមយ៉ាងសកម្មការពារសិទ្ធិមនុស្សសិទ្ធិបញ្ចេញមតិនិងចូលរួមកិច្ចការងារការពារបរិស្ថានការងារសង្គមជាច្រើនជាមួយនឹងសកម្មជនបរិស្ថានអ្នកការពារសិទ្ធិមនុស្សនិងអង្គការសង្គមស៊ីវិលដែរករណីនេះគឺកើតឡើងតាក់ទងនឹងស្តីងគ្នានេះកាលពីខែមិថុនាឆ្នាំ2026សភាស៊ើបសួរសាលាធររាជធានីភ្នំពេញក៏បដិសេធសំណើនៅក្រៅឃុំរបស់លោកជាវុធីដែលជាអ្នកសារព័ត៌មានពលរដ្ឋនិងជាអតីតប្រសង់ដែលត្រូវបានចាប់ខ្លួនកាលពីខែមេសាឆ្នាំ2026និងត្រូវបានសាលាដំបងរាជធានីភ្នំពេញចោទប្រកាន់ពីបទញុះញង់ដែរព្រះអង្គបានរិះគន់រឿងបញ្ហាព្រំដែនកម្ពុជាថៃនិងជនភៀសសឹកនៅតាមបណ្ដាញសង្គម Facebook បាទសប្តាហ៍ថ្ងៃនេះគឺគេបញ្ជូនស្រីមុំទៅឃុំខ្លួនដោះសន្ននៅមន្ទីរអប់រំកែប្រែ2ព្រៃសរអូខេមានប្រជាពលរដ្ឋច្រើនណាស់ជាង130នាក់ដែលកំពុងតែរងទុក្ខដោយសារតែការបញ្ចេញមតិនេះហើយជាប់គុកបាទឥឡូវដល់ព័ត៌មានអន្តរជាតិបញ្ចប់បាទតាក់ទងនឹងរដ្ឋាភិបាលថៃរងការសង្ស័យថាប្រើទំនាក់ទំនងយោធាជាមួយអាមេរិកដើម្បីបានបន្ធូរបន្ថយពន្ធ
បាទតាមពិតព័ត៌មាននេះគឺផុសផុលពេញបណ្ដាញសង្គមនៅលើឆាកអន្តរជាតិដែរដោយសារតែថ្មីៗនេះឃើញរដ្ឋាភិបាលថៃកំពុងតែសហការយ៉ាងស្អិតរមួតផ្នែកយោធាជាមួយនឹងសហរដ្ឋអាមេរិកជាពិសេសសម្ពយុទ្ធយោធាដូចជាពស់វែកមាសអីអញ្ចឹងទៅហើយក៏គេគ្រោងធ្វើសម្ពយុទ្ធយោធានឹងទ្រង់ទ្រាយធំបន្តទៅទៀតធ្វើហើយក៏ប្រហែលខែមុននេះឥឡូវនេះគេគ្រោងនឹងធ្វើធំទៀតសម្រាប់កិច្ចសហប្រតិបត្តិការ6ឆ្នាំហ្មងពី2025ដល់30ហើយមានប្រទេស31ចូលរួមដោយប្រទេសថៃហ្នឹងគឺរឹតបន្តឹងចំណងយោធាជាមួយអាមេរិកមែនតើធ្វើឲ្យគេសង្ស័យថាថៃអែបអបយោអាមេរិកក្នុងការដែលយកការសហការផ្នែកយោធានេះដើម្បីអឺពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិកហើយនឹងបទុបថយពន្ធក៏ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលនេះបានឡើងមកបដិសេធគឺអ្នកស្រីរចដាថាណាឌីរិកបាទគឺគាត់ថាអត់ទេគឺតំណែងល្អជាមួយអាមេរិកដើម្បីពាណិជ្ជកម្មដើម្បីអ្វីៗផ្សេងទៀតដើម្បីប្រជាពលរដ្ឋនិងប្រជាពលរដ្ឋដើម្បីសេដ្ឋកិច្ចដើម្បីផ្សេងមិនមែនដើម្បីឲ្យតែបទូបថយពន្ធឬក៏យកលេសយោធានឹងទេបាទខ្ញុំឆ្លេះត្រឹមប៉ុណ្្នឹងសិនចុះតកតងនឹងរឿងតឡាការនៅប្រទេសស៊ីរីឯនោះវិញបានកាត់ទោសប្រហារជីវិតអតីតប្រធានាធិបតីប្រទេសនេះដោយកំបាំងមុខអតីតប្រធានាធិបតីប្រទេសស៊ីរីដែលជាមេដឹកនាំផ្ដាច់ការដ៏សាហាវយងខ្នងម្នាក់គឺឈ្មោះថាលោកអឺបាសាអាសាតបាទលោកបាសាអាសាតនេះគឺត្រូវបានគេបណ្ដេញចេញទម្លាក់ពីតំណែងនៅប្រទេសសេរីនៅពេលដែលមានបដិវត្តក្រោកតតាំងនឹងរបៀបដឹកនាំផ្ដាច់ការហើយលោកក៏បានរត់គេចខ្លួនទៅរស់នៅប្រទេសរុស្ស៊ីដល់សប្តាហ៍ថ្ងៃហ្នឹងតាមពិតគឺគាត់កាន់ប្រទេស14ឆ្នាំមានសង្គ្រាមស៊ីវិលយ៉ាងរ៉ាំរ៉ៃប្រជាពលរដ្ឋប្រមាណជាកន្លះលានអ្នកបានស្លាប់បាទក្រោមស្នាដៃរបស់គាត់ហើយដល់ពេលរបបគេដឹកនាំថ្មីមានអ្នកដឹកនាំថ្មីគេបណ្ដេញគាត់ចេញទៅគាត់រត់ទៅរុស្ស៊ីបាត់ទៅតុលាការនៃប្រទេសសេរីថ្មីនេះក៏បានកាត់ទោសគាត់នឹងមនុស្សជំនិតរបស់គាត់ម្នាក់ទៀតពីបទសម្លាប់មនុស្សដោយសាហាវព្រៃផ្សាយយងខ្នងហ្នឹងឥឡូវទោសនេះគឺប្រហារជីវិតទាំងពីរតែម្ដងគ្រាន់តែថាកាត់នេះកាត់កំបាំងមុខទេដោយសារតែលោកបាសាអាសាតហ្នឹងក៏អត់នៅក្នុងប្រទេសសេរីទេគាត់នៅប្រទេសរុស្ស៊ីតែបើមកចូលសេរីដឹងគេព្យួរកហើយបាទអញ្ចឹងសូមស្លេះរឿងនេះត្រឹមប៉ុណ្ណេះឥឡូវចូលដល់ព័ត៌មានបញ្ចប់ចុងក្រោយគឺតកតងនឹងលោកត្រាំកិច្ចទៅជិះយន្តហោះយោធាមួយគ្រឿងបានមួយគ្រាជាជាងជិះយន្តហោះដឹកប្រធានាធិបតីអាមេរិក Air Force One ដោយសារខ្លាចអ៊ីរ៉ង់បាញ់ទម្លាក់ព័ត៌មាននេះគឺក្រើកពេញសហរដ្ឋអាមេរិកទើបតែចេញមកសាមិញនេះឯងដោយសារកាសែត Washington Post ហ្នឹងគាត់យកព័ត៌មានសម្ងាត់ផ្ទៃក្នុងរបស់ប្រធានាធិបតីអាមេរិកហ្នឹងយកមកផ្សាយព្រោះចាំឯងបងប្អូននៅខែកក្កដាដើមខែកក្កដាហ្នឹងគាត់ទៅធ្វើទស្សនកិច្ចនៅអឺរ៉ុបគឺប្រទេសទូគីអង្ការ៉ាទៅនិយាយច្រើនណាស់តាក់ទងនឹងរឿងសេដ្ឋកិច្ចតាក់ទងនឹងរឿងសង្គ្រាមរឿងអីហ្នឹងផងក៏ប៉ុន្តែនៅពេលដែលធ្វើដំណើរហ្នឹងគឺគាត់ឡើងទៅលើយន្តហោះ Air Force One ដែលជាយន្តហោះប្រទេសមហាសេដ្ឋីព្រៀងកាតឲ្យអាមេរិកទេគាត់ជិះយន្តហោះដឹកប្រធានាធិបតីគាត់ជិះចូលទៅគាត់ឡើងចូលយន្តហោះដូចគាត់ឡើងទៅជិះធម្មតាក៏ប៉ុន្តែចេញតាមទ្វារក្រោយទៅជិះយន្តហោះយោធារបស់អាមេរិកតូចជាងនឹងវិញដើម្បីពង្រៀងដានព្រោះដោយសារតែគាត់ក្រុមខាងសារព័ត៌មាន Washington Post ហ្នឹងផ្សាយថាក្រុមការងារស៊ើបការសម្ងាត់របស់អាមេរិកដឹងថាលោកត្រាំគឺជាមុខសញ្ញាតាមសម្លាប់របស់ប្រទេសអ៊ីរ៉ង់អញ្ចឹងអ៊ីរ៉ង់អាចបាញ់កំជ្រួចឬក៏ប្រើវិធីណាទម្លាក់យន្តហោះ Air Force One យន្តហោះដឹកលោកប្រធានាធិបតី Donald Trump ហ្នឹងអញ្ចឹងហើយបានជាគាត់ពង្រៀងដានទៅចូលជិះយន្តហោះយោធាតូចវិញក្នុងដំណើរមកពីប្រទេសទូគីវិញហ្នឹងអញ្ចឹងរឿងនេះគឺតែប៉ុណ្្នឹងហើយប្រជាពលរដ្ឋហ្នឹងគឺចាប់ផ្ដើមភ្ញាក់ផ្អើលមែនតើថាយីក៏ប្រធានាធិបតីអាមេរិកក៏ខ្លាចអ៊ីរ៉ង់បាញ់ដែរក្រែង Air Force One យន្តហោះរបស់អាមេរិកនេះមានប្រព័ន្ធរ៉ាដាហើយមានយន្តហោះបណ្ដេញអាមេរិកអីនៅអមនៅអីអញ្ចឹងទៀតណាប៉ុន្តែយ៉ាងណាបងប្អូនដើម្បីសុវត្ថិភាពខ្ញុំជឿថាជាជំរឿនដ៏ត្រឹមត្រូវរបស់លោក Donald Trump ទេសូម្បីតែជិះរថយន្តប្រធានាធិបតីឬអីហ្នឹងជាទូទៅហ្នឹងគឺពេលខ្លះហ្នឹងគឺឡានច្រើនហ្នឹងយើងមិនដឹងថាឡានមួយណាដឹកប្រធានាធិបតីឡានណាដឹកអ្នកដែលជាអង្គរៈទេព្រោះជាសុវត្ថិភាពគេដូរដោះអីអញ្ចឹងគេមានរឿងគេហ្នឹងច្រើនណាស់ហើយវាមិនមានអីខុសឆ្គងគាត់ថាមនុស្សម្នាក់ចេះឆ្ងល់ថាហេតុអីក៏ខ្លាចអ៊ីរ៉ង់ដល់ថ្នាក់នេះយីនៅលើមេឃទៅព្រោះគេបាញ់កញ្ជ្រួចហ្នឹងមកត្រូវយន្តហោះហើយអាយន្តហោះបណ្ដេញហ្នឹងចាប់អត់តាន់ឬក៏អីមិនព្រោះមានប្រព័ន្ធចាប់កញ្ជ្រួចនៅលើអវកាសណាបើយើងហោះនៅលើដែនសមុទ្រអន្តរជាតិឯណានោះហ្នឹងដូច្នេះរឿងការដែលយកចិត្តទុកដាក់ដើម្បីសុវត្ថិភាពរបស់ប្រធានាធិបតីអាមេរិកនេះគឺជារឿងត្រឹមត្រូវខ្ញុំគិតថាគាត់ថាវាភ្ញាក់ផ្អើលនៅពេលដែលសារព័ត៌មាន Washington Post យកមកផ្សាយតែប៉ុណ្្នឹងបាទខ្ញុំសូមឆ្លេះព័ត៌មានរបស់ខ្ញុំត្រឹមប៉ុណ្ណេះយើងជួបគ្នានៅយប់ស្អែកទៀតតាមពេលវេលានឹងម៉ោងដដែលបាទសូមអរគុណសូមជម្រាបលា